តើពុកម៉ែបងប្អូនដឹងទេត្រីខផ្ដល់អត្ថប្រយោជន៍សម្រាប់រាងកាយយ៉ាងណាខ្លះការទទួលទានត្រីខផ្ដល់អត្ថប្រយោជន៍ចម្បងៗសម្រាប់សារពាង្គកាយច្រើនណាស់ព្រោះសម្បូរជាតិប្រូតេអ៊ីនសម្រាប់ពង្រឹងសាច់ដុំនិងផ្ទុកអាស៊ីតខ្លាញ់អូមេហ្គា3ដែលជួយចិញ្ចឹមខួរក្បាលជួយដល់ការចងចាំនិងការអភិវឌ្ឍប្រព័ន្ធសរសៃប្រសាទសាច់ដុំនិងផ្លាកែតថែមទាំងការពារសុខភាពបេះដូងកាត់បន្ថយហានិភ័យជំងឺបេះដូងដោយសារជាតិខ្លាញ់មិនឆ្អែតទុកនៅសារធាតុ Taurine ជួយបញ្ចេញកូលេស្តេរ៉ុលអាក្រក់ចេញពីរាងកាយជួយការពារជំងឺរលាកថ្លើមជួយគ្រប់គ្រងជាតិស្ករចំពោះអ្នកដែលមានជំងឺទឹកនោមផ្អែមត្រីខជួយធ្វើឲ្យឈាមរត់បានស្រួលនិងជួយការពារជំងឺធ្លាក់ទឹកចិត្តងាយរំលាយដោយប្រូតេអ៊ីននៅក្នុងសាច់ត្រីងាយស្រួលរំលាយនិងជួយបំបត្តិការអស់កម្លាំងដោយសារទឹកពេញពណ៌ដែលមាននៅក្នុងកំប៉ុងមានផ្ទុកសារធាតុប្រឆាំងអុកស៊ីតកម្មនិងកាត់បន្ថយការរលាកនៅក្នុងរាងកាយដែលជាមូលហេតុនៃជំងឺពុកឆ្អឹងជាពិសេសគ្រប់គ្រងទម្ងន់ត្រីខកំប៉ុងភាគច្រើនមានជាតិខ្លាញ់ទាបស័ក្តិសមសម្រាប់អ្នកចង់សម្រក់គីឡូការទទួលទានត្រីខកំប៉ុងមិនមែនជាការដាក់ទណ្ឌកម្មដល់រាងកាយទេប្រសិនបើយើងហូបវាតាមវិធីត្រឹមត្រូវយើងអាចទទួលបាននូវអត្ថប្រយោជន៍យ៉ាងច្រើនពីត្រីខកំប៉ុងវាជាជម្រើសអាហារដ៏ងាយស្រួលសន្សំសំចៃនិងទុកបានយូរបើពុកម៉ែបងប្អូនចង់សាក់រសជាតិត្រីខយើងដែលមានគុណភាពខ្ពស់ផលិតដោយស្តង់ដារអន្តរជាតិសូមមករកនៅបណ្ណាគារនីដែលទទួលសិទ្ធិចែកបន្តពីក្រុមហ៊ុនវីរៈបន្ថែមហ្វូដដែលនាំមកនូវផលិតផលសម្រាប់គ្រួសារខ្មែរពិសាដោយទំនុកចិត្តសម្រាប់ការទំនាក់ទំនងទិញផលិតផលពុកម៉ែបងប្អូនអាចទំនាក់ទំនងតាមរយៈទូរស័ព្ទលេខ012 30 59 18 093 4 ក្រេ8លេខ3និង088 91 38 138 ឬអាចអញ្ជើញមកផ្ទាល់នៅភូមិអន្លង់វិលឃុំអន្លង់វិលស្រុកសង្កែខេត្តបាត់ដំបងខាងកើតផ្សារអន្លង់វិលប្រហែល100ម៉ែត្រសូមអរគុណ